ta ca nhằmแบบណាដែលអត់ធ្វើឲ្យយើងឡើងគីឡូទោះញ៉ាំច្រើនក៏ដោយក៏អត់ធ្វើយើងឡើងគីឡូសេះសល់ក្បាលពោះអីអញ្ចឹងណាថ្ងៃនេះខ្ញុំនឹងមក share ជាមួយនឹងបទពិសោធន៍ខ្ញុំផ្ទាល់តែម្ដងដែលខ្ញុំធ្វើហើយខ្ញុំទទួលបានជោគជ័យគឺខ្ញុំគ្រប់គ្រងទៅលើរឿងទូចមួយចំនួនការគ្រប់គ្រងទី1ទៅលើស្ករបន្ថែមដែលយើងបង់ទៅលើម្ហូបអាហារជាពិសេសគឺគ្រឿងកំប៉ុងអីផ្សេងក្នុងមួយខែឬក៏2ខែអីខ្ញុំញ៉ាំតែម្ដងញ៉ាំក្នុងបរិមាណតិចតួចបំផុតទី2គឺការគ្រប់គ្រងទៅលើអាហារដែលប្រើប្រាស់ខ្លាញ់ប្រេងអញ្ចឹងខ្លាញ់វាជាប្រភពថាមពលកាលណាយើងញ៉ាំចូលច្រើនទៅយើងធ្វើសកម្មភាពធ្វើអីអត់ស័ក្តិសមជាមួយអ្វីដែលយើងញ៉ាំចូលទៅអញ្ចឹងវាអាចសេសសល់ខ្លាញ់នៅខាងក្នុងរាងកាយវាធ្វើឲ្យយើងដុសក្បាលពោះឬក៏មានខ្លាញ់ទៅកកុញនៅចំណុចអីផ្សេងបូករួមជាមួយស្ករផងដែរណាទី3គឺការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់តិចបំផុត2លីត្របើច្រើនអាចត្រឹម3លីត្រឬក៏លើស3លីត្រគឺវាល្អហើយបើសិនជាបងអូនអនុវត្តការគ្រប់គ្រង3ចំណុចនេះបានគឺអត់ចាំបាច់ខ្វល់ចិត្តគិតរកវិធីសាស្ត្រនៅក្នុងការសម្រកគីឡូព្រោះការឡើងគីឡូមនុស្សម្នាក់ៗអត់ចង់បាននេះ